រិសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីការចូលចូលឈ្មោះទៅលើ website JSMM លើអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅលើ Safari ចំពោះអ្នកទាំងអស់គ្នាប្រើប្រព័ន្ធ Android អ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ Google ឬក៏ Chrome បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែ search ពាក្យ JSMM មកអ្នកទាំងអស់គ្នានឹងឃើញ website របស់យើងនឹងលុបទៅលើគេមកអស់ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចចូលទៅបើសិនជាអ្នកទាំងអស់គ្នាឃើញទម្រង់បែបហ្នឹងហើយបានន័យថាអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមធ្វើការបំពេញបានហើយដោយ username អ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះអីក៏បានដែរដោយអាចមានជាលេខនៅពីក្រោយនឹងមួយខ្ទង់ឬពីរខ្ទង់ហើយចំពោះ email វិញយើងលើកទៅចុចអ្នកទាំងអស់គ្នាដាក់ email ប៉ុណ្ណោះព្រោះងាយស្រួលក្នុងការផ្ញើ password អ្នកទាំងអស់គ្នាទៅនឹងទៅមិនសិនជាអ្នកគ្នាភ្លេច password ហើយចំពោះ password ទាំងលើទាំងក្រោមគឺយើងតម្រូវដាក់ដូចគ្នាតោះអ្នកទាំងអស់គ្នានឹងឃើញពាក្យអំណររបស់ខាងក្រោមហ្នឹងដោយមានក្លោងខាងមុខចឹងយើងត្រូវ tick វានៅពេលដែលយើងចុចក្លែងក្លោងខាងមុខពីអំណររបស់ហើយយើងនឹងឃើញបែបហ្នឹងដូចគេឲ្យយើងរើសពីស្ទះចដៅចឹងយើងរើសឲ្យអស់មកហើយយើងចុចពាក្យ next តមកទៀតគេនឹងឲ្យយើងរើសពាក្យ bicycle កង់ចឹងរើសរូបហ្នឹងឲ្យអស់ទៅដើម្បី verify វាថាត្រូវជួយអីដែលគេចង់បានអត់បន្ទាប់មកនៅពេលដែលវាចេញជាទម្រង់ណានេះវិញយើងត្រូវចុចពាក្យ sign up បន្ទាប់មកទៀតវានឹង load ឃើញបែបនេះបានន័យថាការបំពេញរបស់អ្នកនឹងទទួលបានជោគជ័យហើយចំពោះវីដេអូរបស់យើងវិញក៏ចប់ត្រឹមប៉ុណ្្នឹងដែរហើយយើងក៏សូមអរគុណសម្រាប់ការតាមដាននិងទស្សនាវីដេអូរបស់ពួកយើងពីដើមដល់ចប់